Hello សួស្តីអ្នកនរគ្នាថ្ងៃនេះចង់បង្ហាញពីសកម្មភាពខ្លះៗទាក់ទងជាមួយនឹងការងារនៅលើអាជីវកម្មរបស់ខ្ញុំអាជីវកម្មខ្ញុំមិនធំដុំឯណាទេតែវាធំធេងណាស់សម្រាប់ជីវិតរបស់ខ្ញុំពីព្រោះតែខ្ញុំឆ្លងកាត់រឿងច្រើនមែនទែនតែតែម្ដងថ្ងៃនេះខ្ញុំអាចដើរម្ដងថ្ងៃនេះគឺខ្ញុំអរគុណមនុស្សជំនាញខ្លួនអរគុណដល់អ្នកផ្ទះអរគុណដល់អ្នកដែលតែងតែជួយគ្រប់គ្រងគំនិតរបស់ខ្ញុំកន្លងមកហើយអ្វីដែលខ្ញុំមានអ្នកផ្សេងគេអាចមើលមកថាគ្រាន់តែប៉ុណ្្នឹងគេក៏អាចធ្វើបានអ្នកផ្សេងក៏អាចធ្វើបានដែរប៉ុន្តែសម្រាប់ខ្ញុំវាជាមោទនភាពមួយដែលខ្ញុំអាចដើរមកដល់ចំណុចនេះអញ្ចឹងគឺខ្ញុំអរគុណខ្លួនឯងមែនទែនដែលអាចតស៊ូអត់ធ្មត់ពីមនុស្សមួយចំនួនហើយខ្ញុំក៏អត់មានពេលទៅជជែកវែកញែកចង់ឈ្នះចង់ចាញ់ជាមួយអ្នកណាគេម្នាក់ឯងព្រោះខ្ញុំអត់មានពេលវេលាគ្រប់គ្រាន់ទេជីវិតរបស់ខ្ញុំកើតមកក្នុងគ្រួសារអ្នកក្រគឺហាយសូលយឆាយសំភារៈនិយមវាមិនមែនជាតចរិតរបស់ខ្ញុំទេអ្វីដែលខ្ញុំមានគឺឆ្លងកាត់ការខំប្រឹងតស៊ូអត់ធ្មត់ព្យាយាមទៅបានមករបស់ហ្នឹងទោះបីមិនល្បីមិនមានតម្លៃក្នុងភ្នែកអ្នកទាំងអស់គ្នាប៉ុន្តែវាមានតម្លៃនិងមានអត្ថន័យជ្រាលជ្រៅសម្រាប់ខ្ញុំដោយសារតែខ្ញុំទំនំតបានរបស់ហ្នឹងមួយនឹងឆ្លងកាត់មកដល់ចំណុចនេះខ្ញុំឆ្លងកាត់មនុស្សជាច្រើននិងឧបសគ្គជាច្រើនហើយខ្ញុំជួបមនុស្សល្អមនុស្សអាក្រក់សង្គមបែបណាក៏ខ្ញុំធ្លាប់ឆ្លងកាត់ដែរអញ្ចឹងពីខ្ញុំទៅអរគុណខ្លួនឯងហើយនឹងមានតែពាក្យថាតស៊ូព្យាយាមទើបយើងទទួលបានជោគជ័យទៅលើអ្វីដែលយើងចង់